Ok, sự đây là tất cả các ní tôi nông video muốn nhầm bạn và hai hái thì tôi nên là bây giờ nhầm bạn thôi nó bây giờ nhầm cầm vòng sập phơi máu hai sập phơi ở đó nhầm mình thôi cả chập ở và hai video nhưng mua chập đi ở lại tại chẳng hạn rồi bây giờ nhầm riêng mà đón hay thôi hoàn mà đón nhầm nâng thôi video muối chui một bộ tất cả các mới hay bây giờអ្នកណាដែលគាត់អាចចាប់អារម្មណ៍នឹងការរៀនតាមរយៈនឹងបានក៏អាចសាកល្បងបានហើយបើសិនជាឬក៏អាចសារបងរៀនបន្ថែមពីសភៅហើយមើលវីដេអូនឹងបន្ថែមទៀតអាចជួយយើងច្រើនក្នុងការអភិវឌ្ឍភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងតើតើទៅនឹងមេរៀននឹងគឺតើតើមេរៀនទី1ជាក់ស្ដែងនៅក្នុងមេត្តាគឺកន្លែងហ្នឹងគឺគេផ្នែកទី1ហ្នឹងគឺតើទៅនឹងគេហៅទៅនឹងeffective vocabulary learning អញ្ចឹងមេរៀនទី1គេនិយាយពី learning vocabulary អញ្ចឹងពីវិធីសាស្ត្រក្នុងការរៀនអញ្ចឹងយើងអាចប្រាប់គេនឹងបង្ហាញយើងគេប្រាប់យើងថានៅក្នុងការរៀនវាមិនគ្រាន់តែដឹងពីអត្ថន័យនៃពាក្យហ្នឹងទេប៉ុន្តែយើងត្រូវដឹងពីការប្រើប្រាស់ពាក្យពីការប្រើប្រាស់វេយ្យាករណ៍ពីការបញ្ចេញសំឡេងហើយឲ្យស្គាល់ថាតើប្រភេទហ្នឹងវាជាប្រភេទ formal ឬក៏ informal អីចឹងទៅតាមប្រភេទផ្លូវការឬមិនផ្លូវការឬក៏បែបបាទទាំងពីរទាំងផ្លូវការទាំងមិនផ្លូវការហើយផងដែរនោះមានន័យថាតើតើទៅនឹងការរៀនគេអាចឲ្យយើងរៀនតាមរយៈខ្លួនឯងរៀនដោយមើលទៅលើរូបភាពរៀនដោយយើងស្ដាប់រៀនដោយការអនុវត្តជាមួយនឹងដៃគូរបស់យើងឬក៏រៀនតាមរយៈ YouTube ឬក៏មើលទូរទស្សន៍ឬក៏អានទស្សនាវដ្តីអានកាសែតឬក៏យើងមើលរឿងឬក៏តាម website ឬក៏យើងរៀនតាម podcast ផ្សេងៗអាហ្នឹងទៅនឹងផ្នែកនៃការរៀនយើងអាចរៀនតាមយ៉ាងហ្នឹងបានដើម្បីអភិវឌ្ឍខ្លួនឯងហើយការរៀននីមួយៗវាអាស្រ័យទៅលើយើងតើយើងចំណាយពេលប្រហែលដើម្បី up ពីគេនិយាយថាដើម្បីមានពេលប្រហែលដើម្បីអនុវត្តវាជាប្រចាំអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះខ្ញុំចូលទៅដល់លំហាត់នេះគឺគេថាទី1ថា here are some aspects of grammar to be avoided when learning new vocabulary give two example of words that reflect this aspect of grammar អញ្ចឹងអូខេអញ្ចឹងអត់ទេជឿខ្ញុំដាក់មួយបានហើយអញ្ចឹងគឺថាទី1គេថា a noun only used in a plural នាមដែលប្រើប្រាស់ជាលក្ខណៈ plural អូខេណាអញ្ចឹងយើងមើលមកគេឲ្យធំមួយគឺ scissors អញ្ចឹងពាក្យ scissors វាក៏ភេទnoun only used in plural មានថា scissors មិនអាចអត់មាន s ទេអត់ដោយសារកត្រៃវាប្រភេទមុខពីរអញ្ចឹងមិនអាចវាមានត្រូវមាន s ជាប្រចាំអញ្ចឹងនៅ plural តែវា a noun only used in a plural noun ដែលប្រើជា plural ជាប្រចាំទៅស្គាល់វាឲ្យច្បាស់ថាតើមានពាក្យអីខ្លះប៉ុណ្្នឹងណាទី2ឧទាហរណ៍ទី2 an uncountable noun ខ្ញុំតែស្គាល់ uncountable noun នឹងរាប់បានណាអញ្ចឹងយើងអាចរកអីផ្សេងមកក្រៅពីចុះអញ្ចឹងខ្ញុំមានចម្លើយមួយគឺខ្ញុំដាក់ថា water ខ្ញុំ water ហ្នឹងគឺប្រភេទ uncountable noun ទី3 an irregular verb ណា an irregular verb ហ្នឹងយើងអាចរកមើលផ្សេងបានយើងអាចរកមើលមកអញ្ចឹង an irregular verb អញ្ចឹងចំពោះខ្ញុំដាក់ពាក្យថាអញ្ចឹងពាក្យថា teach read អញ្ចឹងណាអូខេអញ្ចឹងចូលទី4ទៅនឹង a noun with an irregular plural អញ្ចឹងពាក្យហ្នឹងអញ្ចឹងគេអាចរកមើលមកតែចំពោះខ្ញុំដាក់ពាក្យថាtoast ណាអូខេអញ្ចឹងអាហ្នឹង a noun with អញ្ចឹងវាទៅពេលទៅជា plural គេប្រើពាក្យថា teach អញ្ចឹងអាហ្នឹងគេថា a noun with an irregular plural អូខេចូលដល់លំហាត់ទី2គេថា what aspects of pronunciation should you notice about the following words អញ្ចឹងពាក្យទី1ដែលគេ given ហ្នឹងគឺទៅនឹងគេអានថាsubtle អញ្ចឹងបើសិនបើយើងអត់ចេះអានទេយើងអានថា subtle តែជាក់ស្ដែងអក្សរ B គឺ silent អញ្ចឹងគេអានថា shuttle អូខេអញ្ចឹងពាក្យបន្ទាប់ number 2គេថា catastrophe
ពាក្យទី3 chemistry ពាក្យទី4 answer អូខេចូលដល់ពាក្យទី5គឺពាក្យវាមានពាក្យមាន2គេឲ្យយើង2ណាគេឲ្យយើងទីគេថា record ហើយនឹង to record អូខេពីហ្នឹងហើយទៅទី6ហ្នឹងគេឲ្យពាក្យថាពាក្យមាន3ពាក្យអញ្ចឹងកន្លែងហ្នឹងគេឲ្យយើងរកពាក្យ stress កន្លែងហ្នឹងវាគេហៅ stress កន្លែងណាអញ្ចឹងពាក្យទី6គឺមាន3ទី1គេថា photograph អូខេណាហើយទី2គេថា photographer ណាពាក្យទី3គេថា photographic អញ្ចឹងតោះឥឡូវយើងទៅ check ចម្លើយទាំងអស់គ្នាណាអូខេអញ្ចឹងទី1យើងហើយគឺsubtle គឺអក្សរ B is silent ហើយ not pronoun នេះហើយទី2 catastrophe អញ្ចឹងអក្សរដែលគេ silent ហ្នឹងគឺអក្សរ E គឺ silent ណាអក្សរ E ទី3 Peter chemistry អញ្ចឹងអក្សរដែលត្រូវបានមិនអក្សរបានត្រូវបានមិន pronoun គឺអក្សរ CH វាទៅជាបដូរទៅជា sound k វិញមិនមែន sound ch ទេ sound k ណាអក្សរ C បដូរ sound វាមិនមែនទៅជា sound ch ទេតែវាទៅ sound k អូខេនេះប្រែប្រួលអញ្ចឹងតើយើង check បើយើងដឹងថាហ្នឹងអាហ្នឹងវាអានយ៉ាងម៉េចវិញណាទី4គឺពាក្យថា answer យើងមិនមែន answer ទេបើយើងអានតាមប្រកប answer តែអត់ទេគឺគេអានថា answer អញ្ចឹងអក្សរ W គឺ silent ណា silent W ទី5អញ្ចឹងបើវាជា noun និងជា verb បើវាជា noun គេថាទី1ត្រូវអានលឺជាងទី2អញ្ចឹងថា record អញ្ចឹងគឺ stress នៅពាក្យថាអក្សរ rec the first syllable អញ្ចឹងអានឹង stress ដល់ពេលទៅជា verb អញ្ចឹងអានថា to record អញ្ចឹងខាងចងពាក្យ second syllable គឺលឺជាង the first syllable អញ្ចឹង stress នៅខាង second syllable stress ណាអូខេចូលដល់ទី6អញ្ចឹងទី6យើងពាក្យថាទី1យើងអានថា photograph ណាអញ្ចឹងពាក្យថា pho ហ្នឹងគឺអាហ្នឹងពាក្យដំបូងហ្នឹងគឺ stress photograph អញ្ចឹងពាក្យទី1លឺជាងពាក្យទី2និងទី3ព្យាង្គណា sorry ព្យាង្គទី1គឺលឺជាងព្យាង្គទី2ហើយនិងព្យាង្គទី3ចូលពេលដល់ពាក្យទី2គេថា photographer អញ្ចឹងពាក្យដែលលឺគឺsyllable ទី2ពាក្យថា to អានថា photographer ណាពាក្យទី2នេះគឺ stress ណាកន្លែង TO2 នឹង enter តាមួយទៀតពាក្យមួយទៀតនោះគឺពាក្យថាphotographic អញ្ចឹងពាក្យកន្លែងហ្នឹងគឺវា stress នៅព្យាង្គទី2និងព្យាង្គទី3ណាគេថា photographic អូខេអញ្ចឹងចូលដល់លំហាត់បន្ទាប់នោះគឺតើតើនឹងឲ្យ read the text use word from the box to complete each collocation forms អញ្ចឹងយើងមើលពាក្យនៅក្នុង column គេមានពាក្យឲ្យថា coincidence different family likeness palace a phrase rain shape suggestion a term welcome new words អញ្ចឹងគេមានពាក្យច្រើននៅក្នុងហ្នឹងគេថា1 a remarkable អញ្ចឹង a remarkable rank a remarkable likeness a remarkable coincidence អញ្ចឹងto coin អញ្ចឹង to coin មាន to coin a new words okay to coin a phrase to coin a term ដល់ពេលទី3 the a royal អញ្ចឹងចម្លើយនោះគឺថា a royal family a royal palace a royal welcome okay ចូលដល់ទី4 a subtle okay a subtle អញ្ចឹងចម្លើយគឺមានទី1 a subtle suggestion
a subtle shade, a subtle difference. Okay, difference. Okay, nhưng cho lom hạt tí 4 write I by the words that are informal and F by those are formal. Ta, từ lom hạt từ biệt tí muối, biệt thà guys, chẳng cái áo hái cứ biệt informal. Number 2, a minor. Number 3, awesome. Number 4, to a light, from a bus. To feel guarded. Number 6, a felon. Number 7, to bug someone. Number 8, to zone out. Chẳng tới tí pi mong tới chẳng cái ta a minor which is formal word đại vì miền này thà a legal underage nè. Okay. Number 3, awesome nó cứ chỉ repeat informal đại mình chỉ repeat plauka để pa plauka tí hay vì miền này thà a wonderful go amazing ở trên tận nè. Hay number 4, to a light from a bus chẳng cái bây giờ from a bus chẳng to a light nó cứ miền này thà to get off nè, to get off chẳng phải biệt nó ở bên tay biệt nó biệt formal lá ở to a light nó biệt formal lá và là cả. Number 5, to feel guarded. Number 5 nóประเภทinformal đại vì miền này thà very upset. Okay, very upset. Number 6, a felon. Biệt number 6 nó cứ chỉประเภทcái thà biệt formal word. Okay nè, formal word đại vì miền này thà who has committed a serious crime nè, who has committed a serious crime and then biệt felon biệt formal. Number 7 คือ to bug someone chẳng biệt năng kiểu biệt informal đại mình thà to annoy someone rồi có to disturb someone. Okay. Number 8, to zone out. Okay, because to zone out thì mình thà biệt năng kiểu biệt informal word đại mình phải chỉ practical tí mình thấy hay vì mình thà to lose concentration. Okay, chẳng cho đó làm hạt thì pram chẳng ta dùng từ mượn từ description vision kita instruction kita a student learn each of these set of words as a group, and what is unifying factor for each group, and can you add one more word in each group ta. Nhưng tới tí mùi king, queen, prince, princess chẳng cái thay mỗi cái bị ta reality. Number 2, sunshade, shady, shadow, shade, to shadow, shadowy. 3, articulate, communicate, convey, express, put across. Number 4, noun, verb, adjective, adverb. Number 5, subtle, comb, lamb, crumb, that, plumber. Okay, let's go to see the answer. Let's go. Number 2 nè. Chẳng biệt đang đại miền biệt shirt từng chẳng thay mà biệt là eye shade nhưng mà nè. Okay, chẳng biệt eye shadow nè, eye shadow như thế. Ai biệt tí bấy mình bị articulate, communicate, convey, express, put across chẳng chẳng thay mà chẳng chậm lại nó cứ bị thở chẳng thay mà say rồi có speak rồi có bị ai thay mấy cái object verb đó kệ giá sạp hàng nâng máu ta. Ai tí 4, noun, verb, adjective, adverb nhữngประเภทgrammar ประเภทấy là tạm mau chẳng ai là chỉ preposition rồi có chỉ a part of speech rồi có chỉ cái ai chỉ preposition rồi conjunction rồi coordination chẳng á tạm mau. Còn nâng
number 5 ប្រភេទថា subtle calm lam cram that plumber អញ្ចឹងរោពាក្យណាដែលប្រភេទ រោពាក្យ b ដែរ b silent អញ្ចឹងដាក់មក damned b silent ណាអូខេអញ្ចឹងតែប៉ុណ្ណឹងអរគុណច្រើនចំពោះការមើលនៅវីដេអូនេះហើយសង្ឃឹមថាបើសិនជាមានចាប់អារម្មណ៍អាចជួយ subscribe បើសិនមានមតិយោបល់អាចជួយ comment បន្ថែមពីលើវីដេអូនេះអរគុណច្រើន